ពិធីប្រគល់ទទួលសម្ភារៈបរិក្ខារពេទ្យពីក្រុមហ៊ុនទឹកពិសាវិតាល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលរៀបចំឡើងដោយក្រុមហ៊ុនទឹកពិសាវិតាល់នាព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2026នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរាជធានីភ្នំពេញក្រោមវត្តមានលោកវិជ្ជបណ្ឌិតសុពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនិងលោកជំទាវចឹងសុគន្ធធីវីនាយិកាប្រតិបត្តិក្រុមហ៊ុនវ៉ាន់ម៉ូគ្រប់ទឹកពិសាវិតាល់នឹងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាមអ្នកផលិតមាតិកាដៃគូសារព័ត៌មាននិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតលោកជំទាវចឹងសុគន្ធធីវីនាយិកាប្រតិបត្តិក្រុមហ៊ុនវ៉ាន់ម៉ូគ្រប់ទឹកពិសាវិតាល់បានមានប្រសាសន៍ថាពិធីប្រគល់ទទួលសម្ភារៈបរិក្ខារពេទ្យនេះពេលនេះធ្វើឡើងក្រោមបុព្វហេតុនិងស្មារតីលើកតម្កើងគុណវុឌ្ឍិនៃចលនាបរិច្ចាគឈាមសម្ដៅជួយសង្គ្រោះជនរងគ្រោះនិងអ្នកជំងឺដែលត្រូវការឈាមជាងនេះទៅទៀតលោកជំទាវសង្ឃឹមថាសម្ភារៈបរិក្ខារពេទ្យដែលផ្ដល់ជូននេះមិនត្រឹមតែជួយសម្រួលការងាររបស់ក្រុមគ្រូពេទ្យចល័តនៅតាមបណ្ដាទីតាំងនិងខេត្តនានាប៉ុណ្ណោះទេប៉ុន្តែជាការផ្ដល់កម្លាំងចិត្តនិងការគាំទ្រដល់ក្រុមគ្រូពេទ្យក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមលោកជំទាវចឹងសុគន្ធធីវីក៏បានថ្លែងអំណរគុណដល់វិជ្ជបណ្ឌិតសុកពោនិងសហការីព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិផ្ដល់ឈាមគ្រប់ចំនួនតែងតែផ្ដល់ការអនុញ្ញាតដល់វិតាល់ក្នុងនាមវិស័យឯកជនចូលរួមបេសកកម្មមនុស្សធម៌មួយនេះអស់រយៈពេលជាង1ទសវត្សរ៍ចាប់តាំងពីថ្ងៃវិតាល់ឈានចូលទីផ្សារបាន1ឆ្នាំពោលគឺឆ្នាំ2011ហើយបើគិតមកទល់ពេលនេះមានរយៈពេល15ឆ្នាំហើយនេះឱកាសនេះផងដែរលោកជំទាវចឹងសុគន្ធធីវីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូពាណិជ្ជកម្មអតិថិជនរបស់វីតាល់និងប្រជាពលរដ្ឋខ្មែរបានផ្ដល់ភាពជឿជាក់និងគាំទ្រវីតាល់នឹងបន្តបេសកកម្មជាបន្តបន្ទាប់ស្របគ្នានេះផងដែរលោកវិជ្ជបណ្ឌិតសុកពោចាត់ទុកបេសកកម្មរបស់វីតាល់មិនគ្រាន់តែជាការផ្ដល់ជូននៅសម្ភារៈរូបវ័ន្តប៉ុណ្ណោះទេប៉ុន្តែគឺជាការតភ្ជាប់ខ្សែចង្វាក់នៃស្មារតីសាមគ្គីភាពជាតិឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកជំទាវទី1ព្រមទាំងជាការបង្កើនសមត្ថភាពនិងល្បឿនក្នុងការបម្រើសេវាផ្ដល់ឈាមជួយសម្រួលការនឿយហត់របស់គ្រូពេទ្យនិងផ្ដល់ផាសុកភាពខ្ពស់ដល់អ្នកបរិច្ចាគឈាមហើយថាក្រែបូមឈាមទាំងនេះនឹងក្លាយជាឧបករណ៍បន្តជីវិតដ៏មានតម្លៃក្នុងបេសកកម្មមនុស្សធម៌ជួយដល់អ្នកជំងឺនិងវីរៈកងទ័ពរបស់យើងក្នុងឱកាសដ៏វិសេសវិសាលនេះដែរលោកវិជ្ជបណ្ឌិតសុកពោតាំងនាមថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជំទាវចឹងសុគន្ធធីវីនាយិកាប្រតិបត្តិក្រុមហ៊ុនវ៉ាន់ម៉ូគ្រប់វីតាល់ព្រមទាំងគណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់និងសន្យាថានឹងចាត់ចែងប្រើប្រាស់និងថែរក្សាសម្ភារៈបរិក្ខារពេទ្យទាំងនេះឲ្យចំគោលដៅមានប្រសិទ្ធភាពនិងតម្លាភាពខ្ពស់បំផុតដើម្បីជាប្រយោជន៍ដល់សាធារណជន